សូមក្រាបថ្វាយបង្គំប្រធារានុធិរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីជំហរហើយនឹងការទូតសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនិងប្រជាជនទី1សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៅថ្ងៃទី10ខែមិថុនាឆ្នាំ2026នេះបានបញ្ជាក់សារជាថ្មីម្ដងទៀតអំពីគោលជំហររបស់កម្ពុជាដែលមិនប្រើកម្លាំងយោធាក្នុងការដណ្ដើមយកទឹកដីមកវិញឡើយតែកម្ពុជាប្រកាន់ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចានិងការវាស់វែងដោយប្រើយន្តការដែលមានស្រាប់គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC និងផ្អែកលើអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាការបញ្ជាក់បែបនេះគឺជាការផ្ញើសារទៅកាន់សារព័ត៌មានថៃដែលបានផ្សាយខុសពីប្រសាសន៍របស់សម្ដេចកាលពីថ្ងៃទី9ខែមិថុនាដែលនាំឲ្យមានការយល់ច្រឡំថាកម្ពុជាអាចប្រើកម្លាំងយោធាដើម្បីវាយដណ្ដើមយកដីមកវិញសម្ដេចតេជោក៏បានប្រកាសថាដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីគឺជាគោលនយោបាយរបស់គណៈបកប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតខាងមុខហើយសម្ដេចបានស្នើសុំឲ្យបកប្រឆាំងដែលតែងតែញុះញង់ឲ្យប្រើកម្លាំងសូមឲ្យពួកគេដាក់ចេញនៅគោលនយោបាយច្បាស់លាស់អំពីរឿងនេះជាថ្មីម្ដងទៀតសម្ដេចតេជោបានជំរុញឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ជាពិសេសចំណុចទី3ដែលបានឯកភាពគ្នាប្រគល់ភារកិច្ចឲ្យក្រុមការងារវាស់វែង JBC ចុះកំណត់ខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតជាពិសេសនៅកន្លែងដែលរងផលប៉ះពាល់និងដែលមានជនស៊ីវិលរស់នៅសម្ដេចប្រមុខរដ្ឋស្ដីទីក៏បានស្នើឲ្យភាគីទាំងពីរកម្ពុជានិងថៃស្វែងរកព័ត៌មានពិតដើម្បីបង្កើនទំនុកចិត្តគ្នានិងជៀសវាងការទទួលព័ត៌មានคล้ายៗដែលនាំឲ្យមានការភ័ន្តច្រឡំដែលជារឿងដ៏គ្រោះថ្នាក់មួយទី2ក្នុងសន្ទរកថាគន្លឹះថ្លែងក្នុងវេទិកាអនាគតអាស៊ានលើកទី3នៅទីក្រុងហាណូយនៅថ្ងៃ9ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសន្តិភាពក្នុងតំបន់ជាពិសេសភាពផុយស្រួយនៃបទជប់បាញ់រវាងកម្ពុជាថៃនិងការព្រួយបារម្ភរបស់កម្ពុជាអំពីស្ថានភាពជាក់ស្ដែងនៅលើដីដោយរំលឹកពីអតីតកាលនៃអាស៊ីអាគ្នេយ៍ដែលជាតំបន់ដែលពោពេញទៅដោយជម្លោះការមិនជឿទុកចិត្តគ្នាការបែងចែកមនោគមវិជ្ជានិងភាពក្រីក្រសម្ដេចធិបតីបានគូសបញ្ជាក់ថាតាមរយៈកិច្ចសន្ទនាការកសាងទំនុកចិត្តនិងការគោរពអធិបតេយ្យភាពជាតិមិនជ្រៀតជ្រែកនឹងការដោះស្រាយចំនួនដោយសន្តិវិធីដោយដែលមានចែងក្នុងធម្មនុញ្ញអាស៊ានតំបន់នេះបានคลายផ្លាស់ប្ដូរបន្តិចម្ដងទៅជាតំបន់មួយក្នុងចំណោមតំបន់ដែលមានស្ថិរភាពនិងចក្រភាពបំផុតនៅលើពិភពលោកការផ្លាស់ប្ដូរនេះមិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែវាគឺជាលទ្ធផលនៃការជ្រើសរើសដោយផ្ទាល់របស់ថ្នាក់ដឹកនាំនិងប្រជាជនយើងពោលគឺការជ្រើសរើសយកកិច្ចសន្ទនាជាជាងការប្រជុំដាក់គ្នាយកកិច្ចសហប្រតិបត្តិការជាជាងការបែកបាក់ហើយនឹងយកវឌ្ឍនភាពរួមគ្នាជាជាងការប្រកួតប្រជែងទោះបីជាយ៉ាងនេះក្តីសម្ដេចធិបតីសង្កត់ធ្ងន់ថាក្នុងពេលបច្ចុប្បន្នសន្តិភាពមិនមែនជាអ្វីដែលយើងអាចមើលស្រាលឬគិតថាវាគង់វង្សជារៀងរហូតនោះទេពីព្រោះនៅទូទាំងពិភពលោកយើងបានបន្តមើលឃើញនៅកម្មវិបាកយ៉ាងធ្ងន់ធ្ងរនៃចំនួនប្រដាប់អាវុធនិងអំពើហិង្សាក្រឡេកមកតំបន់យើងវិញបទឈប់បាញ់រវាងកម្ពុជានិងថៃនៅតែបន្តមានប៉ុន្តែវាកំពុងស្ថិតក្នុងសភាពផុយស្រួយកម្ពុជានៅតែមានក្តីព្រួយបារម្ភចំពោះស្ថានភាពលើដីជាក់ស្ដែងនៅក្នុងតំបន់កាន់កាប់ដែលស្ថិតជ្រៅក្នុងទឹកដីកម្ពុជាសម្ដេចធិបតីបញ្ជាក់ច្បាស់ថាព្រំដែននិងអធិបតេយ្យភាពដាច់ខាតមិនត្រូវកែប្រែដោយការប្រើកម្លាំងឬក៏តាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែងហៅថា fait accompli នោះឡើយទាំងកម្ពុជាទាំងថៃបានបង្ហាញយ៉ាងច្បាស់នៅការបដិញ្ញាចិត្តចំពោះការដោះស្រាយដោយសន្តិវិធីនិងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ឲ្យទៅជាសន្តិភាពអចិន្ត្រៃយ៍ជាក់ស្ដែងភាគីទាំងពីរបានបន្តបង្ហាញការប្រកាន់ខ្ជាប់នៅសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ហេតុដូច្នេះភាគីទាំងពីរចាំបាច់ត្រូវអនុវត្តសេចក្តីប្រកាសរួមនេះ
ទាំងស្រុងឲ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនិងជាបន្ទាន់ជាពិសេសចំណុចទី3ដែលអំពាវនាវឲ្យមានការចាប់ផ្ដើមឡើងវិញជាបន្ទាន់នៅការវាស់វែងនិងខណ្ឌសីមាព្រំដែនដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគូក JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់កម្ពុជានៅតែបន្តផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធជាមួយនឹងការបដិញ្ញាចិត្តរួមគ្នាក្នុងការរក្សាសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់របស់យើងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិព្រមទាំងសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ក៏ដូចជាកិច្ចសន្ទនាស្មារតីសុចរិតភាពនិងគោរពគ្នាទៅវិញទៅមកគឺជាគន្លឹះនិងជាកត្តាចាំបាច់ក្នុងការធានាថាអធិបតេយ្យភាពបូរណភាពទឹកដីនិងខ្សែព្រំដែនអន្តរជាតិត្រូវបានគោរពដែលឈានដល់ការស្ដារឡើងវិញនៅទំនុកចិត្តការធានានៅសន្តិភាពយូរអង្វែងនិងការអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់យើងដែលបានភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងវិញប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរព្រមទាំងអាចស្ដារជីវភាពរស់នៅជាប្រក្រតីឡើងវិញសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថាសេចក្តីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជាក្នុងការផ្ដួចផ្ដើមយន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្របានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះរបស់យើងក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌និងយូរអង្វែងដែលឈរផ្អែកលើមូលដ្ឋានរឹងមាំនៃច្បាប់អន្តរជាតិការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ថៃក្នុងការចូលរួមក្នុងកិច្ចសម្របសម្រួលក្រោមក្របខ័ណ្ឌ UNCLOS នេះគឺជាជំហានដ៏គួរឲ្យស្វាគមន៍មួយឆ្ពោះទៅកាន់ដំណោះស្រាយដោយសន្តិវិធីឬតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដំណោះស្រាយនេះគឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរនិងរួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ក្នុងសមារតីនេះកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងទន្ទឹងរង់ចាំការគាំទ្ររបស់សហគមន៍អន្តរជាតិរួមទាំងបណ្ដាប្រទេសជាសមាជិកអាស៊ានចំពោះបទឈប់បាញ់និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជាថៃស្របតាមច្បាប់អន្តរជាតិព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងអាស៊ានកម្ពុជាទន្ទឹងរង់ចាំនៅការយកចិត្តទុកដាក់និងការគាំទ្រជាបន្តបន្ទាប់នេះគឺជាការគូបញ្ជាក់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ